អ្នកទាំងអស់គ្នាផែជាស្គាល់គាត់ហើយគាត់ជា Little Miss Global ឆ្នាំ2025ដែលគាត់ជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិហើយចប់លេខ1ទៀតនិយាយទៅគាត់ថាវ៉ាវខ្លាំងមែនទែនហើយថ្ងៃនេះគឺ surprise ខ្លាំងមែនទែនទាំងសិស្សទាំងគ្រូពួកខ្ញុំដែលយើងបានជួបជាមួយនឹងគាត់ផ្ទាល់ហើយគាត់បានមកចែករំលែកពីបទពិសោធន៍ផ្សេងៗដែលគាត់ឆ្លងកាត់ក្នុងការប្រឡងហើយពីតិចនិចធ្វើមិនបានយើងអាចយកឈ្នះពីបេក្ខភាពផ្សេងៗបានអញ្ចឹងគឺថាពួកក្មេងៗគឺគាត់ព្យាយាមយកចិត្តទុកដាក់ការចែករំលែកពីក្មេងៗចំនួនមុនដែលគាត់បានប្រឡងមុនអញ្ចឹងណានិយាយទៅគឺថាអត់ផ្លែកទេមិនបានគាត់ខ្លាចជាម្ចាស់មកគាត់ Little Miss Global ដោយសារនៅខាងក្រៅគឺគាត់មានភាពរុះរាយរាក់ទាក់ស្អាតឆ្លាតពូកែគឺថាម៉ូទាំងស្រុងតែម្ដងហើយភាសាវិញគឺថានិយាយបានច្រើនភាសាខ្លាំងមែនទែនខ្មែរអង់គ្លេសចិនអីគឺថាផ្ស៊ីផុយតែម្ដងហើយនៅក្នុងឡុងពេលការចែករំលែកបទពិសោធន៍ហ្នឹងក៏ក្មេងៗគាត់សួរទៅកាន់គាត់ផ្សេងៗគ្នាសំណួរផ្សេងៗគ្នាពីបទពិសោធន៍ឬការចែករំលែកពីតិចនិចធ្វើមិនបានគាត់ទទួលបាន Best Interview Best Catwalk Best Introduction យកទៅគាត់បានពៀនច្រើនខ្លាំងមែនទែនរហូតដល់គាត់ឈ្នះដល់ជ័យលេខ2លេខ1ក្នុងឆាកអន្តរជាតិទៀតចុចទៅគឺគាត់ពូកែខ្លាំងមែនទែនហ្មងហើយក្នុងនាមយើងជាកូនខ្មែរដូចគ្នាពិតជាមានមោទនភាពចំពោះគាត់ខ្លាំងមែនទែនដោយសារគាត់បានពំនាំយកឈ្មោះថា Cambodia ក៏ដូចជាទង់ជាតិ Cambodia ទៅលើឆាកអន្តរជាតិហើយឲ្យគេស្គាល់ប្រទេសកម្ពុជាឡងច្រើនខ្លាំងមែនទែនដោយសារគាត់ជាជ័យលេខ2លេខ1ដូចតែកាលណាយើងតំណាងប្រទេសរបស់យើងហើយយើងជាជ័យលេខ2លេខ1ទៀតគឺការគេកាន់តែស្គាល់យើងកាន់តែច្រើនខ្លាំងមែនទែនអញ្ចឹងមកស្ដាប់ការណែនាំខ្លួនរបស់គាត់ Swatpatinda, Little Miss Global 2025 from Cambodia. ទៅគឺគាត់ប្រកែខ្លាំងមែនទែនហើយថ្ងៃនេះខ្ញុំជាអ្នកត្រប់ស្រួលឲ្យក្មេងៗហើយពួកគាត់ចង់ឃើញ catwalk របស់គាត់ដើរអញ្ចឹងណាហើយគាត់ក៏ជាអតីតសិស្សរៀនដើរម៉ូដនៅកន្លែងខ្ញុំដែរការគាត់អត់ទាន់ដែរចូលប្រកួតដំបូងអញ្ចឹងគឺគាត់ចាប់ផ្ដើម catwalk គឺរៀនពីកន្លែងខ្ញុំទៅអញ្ចឹងណាហើយ catwalk របស់គាត់គឺដើរស្អាតខ្លាំងមែនទែននិយាយមកគឺមួយបែបលក្ខណៈ Queen តែម្ដងហើយគាត់មិនហាត់ catwalk តែជាមួយខ្ញុំទេនៅពេលទៅគាត់ចិត្តប្រឡងគឺគាត់បានទៅហាត់នៅភ្នំពេញបន្ថែមទៀតជាមួយនឹងគ្រូបង្ហាត់ catwalk កម្មវិធីផ្ទាល់អញ្ចឹងណានិយាយទៅគឺគាត់បានហាត់ខំប្រឹងប្រកួតខ្លាំងមែនទែនទាំងក្នុងស្រុកហើយនិងក្រៅស្រុកទើបគាត់ទទួលបានជ័យជំនះលេខ1ខ្ញុំផ្ទាល់ក៏ដូចជាក្មេងៗហើយនិងបងប្អូនប្រជាជនកម្ពុជាពិតជាមានមោទនភាពចំពោះគាត់ខ្លាំងមែនទែនដោយសារគាត់បានយកកិត្តិនាមកម្ពុជាទៅលើឆាកអន្តរជាតិហើយបានបង្ហាញទៅកាន់ពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់ខ្លាំងមែនទែនគាត់បានបង្ហាញថាក្មេងៗនៅកម្ពុជាពិតជាមានទេពកោសល្យភាពវៃឆ្លាតហើយនិងចំណេះដឹងពោពេញទៅដោយសមត្ថភាពខ្លាំងមែនទែនតែជាងគេអ្វីដែលខ្ញុំកត់សម្គាល់ចំពោះគាត់ដល់ពេលគាត់បានរៀនជាមួយខ្ញុំរៀងយូរដែរចង់ខ្ញុំកត់សម្គាល់ចំពោះគាត់គឺការចែករំលែកនៃក្តីស្រឡាញ់និយាយទៅមិនថាក្តីស្រឡាញ់មិនថាស្អីទេផ្សេងទេសម្ភារៈអីគឺគាត់ខាញខ្លាំងមែនទែនហ្មងគឺគាត់ខាញនេះខ្លាំងមែនទែនហើយ friendly គឺ friendship គឺបែបលក្ខណៈថា real តែម្ដងហើយនេះគឺយើងទៅពីការចែករំលែកបទពិសោធន៍អីផ្សេងហើយគឺចាប់ផ្ដើមលាគ្នាបាយគ្នាដើម្បីទៅវិញអញ្ចឹងដោយសារគាត់ត្រូវធ្វើការងាររបស់គាត់ដែរសិក្សាអីផ្សេងទៅកិច្ចការផ្ទះអីទៀតអញ្ចឹងទៅគឺគាត់មានពេលរយៈពេលតែ1ម៉ោងទេប៉ុន្តែគឺគាត់ឆ្លៀតមកចែករំលែកដល់កាន់ក្មេងៗចំនួនក្រោយច្រើនខ្លាំងមែនទែនមិនថាបងឬក៏ក្មេងៗទេគឺថាសប្បាយចិត្តខ្លាំងមែនទែនដែលបានជួបគាត់អញ្ចឹងណា